ជាបឋមខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពជម្រាបសួរបងប្អូនជនរួមជាតិជាទីរាប់អានដែលតែងតែនិយមតាមដានស្ដាប់អំពីព័ត៌មានជាតិព័ត៌មានអន្តរជាតិព័ត៌មានពាណិជ្ជកម្មនិងព័ត៌មានសេដ្ឋកិច្ចជាដើមថ្ងៃនេះខ្ញុំកាលណាខ្ញុំបាទសូមលើកយកបទវិភាគស្ដីអំពីការប៉ះគ្នាតាមបណ្ដាព្រំដែនដោយកងកម្លាំងប្រដាប់អាវុធរវាងប្រទេសអាហ្វហ្គានីស្ថាននិងប្រទេសប៉ាគីស្ថានយើងឃើញថាភ្លើងសង្គ្រាមនៅទ្វីបអាស៊ីយើងនេះហាក់បីដូចជាកើតឡើងមិនដាច់ទាល់តែសោះហើយដែលឡែកថ្មីនេះលោក Donald J. Trump បានជំរុញឲ្យប្រទេសទាំងពីរគឺប្រទេសអ៊ីស្រាអែលហើយនិងក្រុមហាម៉ាស់ប៉ាឡេស្ទីនណាចុះហត្ថលេខាអំពីបទឈប់បាញ់ជំហានដំបូងហើយកន្លងមកថ្មីនេះទៀតក៏យើងឃើញមានបាតុភិបមួយចំនួនកើតនៅក្នុងបណ្ដាប្រទេសជាពិសេសនៅក្នុងទ្វីបអាស៊ីអញ្ចឹងជារួមនៅក្នុងទ្វីបអាស៊ីយើងនេះមានចំនួនដោយកងកម្លាំងប្រដាប់អាវុធរវាងប្រទេសមួយនិងប្រទេសមួយក៏មានច្រើនរវាងប្រទេសមួយជាមួយនឹងគ្នាឯងឬក៏យើងហៅបានថាសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសខ្លួនឯងផងដែរនោះក៏មានចឹងសំណួរសួរថាហេតុអ្វីបានជាសង្គ្រាមឧស្សាហ៍កើតឡើងជាញឹកញាប់ជារឿយនៅទ្វីបអាស៊ីយើងនេះចឹងមុននឹងខ្ញុំលើកនៅជាទស្សនៈសង្គ្រាមខ្ញុំលើកនៅបទវិភាគស្ដីអំពីកើតសង្គ្រាមវាដោយសារមូលហេតុអីដោយសារកត្តាអ្វីបានកើតនៅក្នុងទ្វីបអាស៊ីរឿយជាជាងទ្វីបផ្សេងដែលមាននៅក្នុងលោកយើងឃើញថានៅក្នុងពិភពលោកជាងនេះណាទ្វីបចែកចេញជា7នៅក្នុងពិភពលោកនេះយោងទៅតាមផែនទីរបស់អង្គការសហប្រជាជាតិក៏ដូចជាភូមិសាស្ត្រសេដ្ឋកិច្ចនយោបាយពិភពលោកក៏គេចែកទ្វីបចេញជា7ដែរដោយឡែកទ្វីបដែលឧស្សាហ៍កើតសង្គ្រាមហើយនឹងមានបញ្ហាជាញឹកញាប់ជារឿយជាងគេជាពិសេសនៅក្នុងទ្វីបអាស៊ីជាពិសេសនៅក្នុងយុគសម័យនេះឬក៏នៅក្នុងឆ្នាំ2025ត្រឡប់ទៅក្រោយជាង10ឆ្នាំជាង20ឆ្នាំគឺយើងវិភាគនិងអង្កេតអំពីកត្តាភូមិសាស្ត្រនយោបាយយើងឃើញថាប្រទេសនៅក្នុងតំបន់នៅក្នុងទ្វីបអាស៊ីនេះកើតសង្គ្រាមច្រើនជាងទ្វីបផ្សេងទាំងអស់ដោយឡែកយើងឃើញថាមុននឹងយើងឆ្ងល់អំពីបញ្ហាសង្គ្រាមកើតញឹកញាប់និងរឿយជាងគេនៅក្នុងទ្វីបអាស៊ីនេះខ្ញុំប្រកាសណាខ្ញុំបាទសូមលើកយកអំពីទ្វីបនៅក្នុងប្រទេសនៅក្នុងទ្វីបអាស៊ីយើងនេះតើមានប៉ុន្មានប្រទេសហើយចែកចេញជាប៉ុន្មានតំបន់នៅក្នុងទ្វីបអាស៊ីយើងនេះគឺយើងមានរហូតទៅដល់48ប្រទេសបាទមានរហូតទៅដល់48ប្រទេសហើយដោយឡែកនៅក្នុងទ្វីបអាស៊ីគេចែកទៅជាប៉ែកទៅជាតំបន់ណាទៅជាភាគបាទចឹងនៅក្នុងនេះយើងឃើញថាប្រទេសនៅក្នុងអាស៊ីគេចែកចេញជា6តំបន់ទី1គឺសំដៅទៅលើហៅថាអាស៊ីកណ្ដាលនេះ
គេចែកចេញជា5ប្រទេសណាទី1មានកាសាស្ថានគីរីគីស្ថានតាជីគីស្ថានទឺមេគីស្ថាននិងអូសបេគីស្ថានចឹង5ប្រទេសនេះគេចាត់ទុកថាជាតំបន់មួយជាប៉ែកមួយស្ថិតនៅក្នុងទ្វីបអាស៊ីកណ្ដាលដោយឡែកចំណុចទី2ឬក៏ភាគទី2គេហៅថាអាស៊ីខាងកើតអាស៊ីខាងកើតនេះគឺសំដៅណាទៅលើប្រទេសចិនប្រទេសកូរ៉េខាងជើងកូរ៉េខាងត្បូងប្រទេសជប៉ុនប្រទេសម៉ុងហ្គូលីជាដើមអញ្ចឹង4-5ប្រទេសនេះគឺសំដៅស្ថិតនៅក្នុងអាស៊ីខាងកើតដោយឡែកសម្រាប់ណាអាស៊ីខាងលិចឬក៏គេហៅថាមជ្ឈិមបូព៌ាមានចំនួនរហូតទៅដល់ណា18ប្រទេសបាទមានរហូតទៅដល់18ប្រទេសអញ្ចឹង18ប្រទេសហ្នឹងតើមានប្រទេសណាខ្លះបាទមានប្រទេសណាខ្លះនៅក្នុង18ប្រទេសយើងឃើញថា19ប្រទេសនេះមានដូចជាអាមេនីអាស៊េបៃសង់បារ៉ែនសាយប្រឹសច័រជាអ៊ីរ៉ាក់អ៊ីស្រាអែលហ្សកដង់គូវ៉ែតលេបាណង់អូម៉ង់ណាប៉ាឡេស្ទីនកាតាសាអូឌីអារ៉ាប៊ីស៊ីរីថឺគីឬក៏អារ៉ាប់អេមីរ៉ាប់និងប្រទេសយេម៉ែនជាដើមចឹងចំនួន8ប្រទេសនេះស្ថិតនៅក្នុងអាស៊ីខាងលិចឬក៏គេតែងនិយមហៅថាមជ្ឈិមបូព៌ាដោយឡែកកន្លងមកថ្មីនេះណារវាងអ៊ីស្រាអែលជាមួយនឹងប្រទេសជាមួយនឹងក្រុមកម្លាំងប្រដាប់អាវុធណាហាម៉ាស់ប៉ាឡេស្ទីនគឺស្ថិតនៅក្នុងមជ្ឈិមបូព៌ាឬក៏ជាភាសាអង់គ្លេសហៅថា The West Asia ហើយដែលឡែកប្រទេសស្ថិតនៅក្នុង South Asia មានន័យថាសំដៅទៅលើអាស៊ីខាងត្បូងអាស៊ីខាងត្បូងនេះមានប្រទេសអាហ្វហ្គានីស្ថានមានបង់ក្លាដេសប៊ូតានឥណ្ឌាអ៊ីរ៉ាក់ម៉ាឌីវនេប៉ាល់ប៉ាគីស្ថានណាស្រីលង្កាជាដើមអញ្ចឹងនេះយើងហៅថាអាស៊ីខាងត្បូងដោយឡែកមួយទៀតហៅថាអាស៊ីអាគ្នេយ៍អាស៊ីអាគ្នេយ៍នេះណាមានដូចជាប្រទេសកម្ពុជាឡាវភូមាឥណ្ឌូនេស៊ីម៉ាឡេស៊ីប្រទេសថៃវៀតណាមហ្វីលីពីនណាជាដើមអញ្ចឹងទាំងអស់នេះហៅថាប្រទេសអាស៊ីអាគ្នេយ៍ដោយឡែកមួយទៀតហៅថាណាអាស៊ីខាងជើងនិងអាស៊ីខាងជើងមានចំនួន 4-5 ប្រទេសទៀតបាទនិយាយជារួមយើងឃើញថាប្រទេសដែលតំបន់ដែលឧស្សាហ៍កើតសង្គ្រាមជាងគេជាញឹកញាប់ជារឿយគឺទ្វីបអាស៊ីនេះឯងចឹងទ្វីបអាស៊ីនេះហេតុអីបានជាកើតនៅបញ្ហាសង្គ្រាមណាជាញឹកញាប់ជារឿយគឺមានកត្តាមួយចំនួនដែលជះឥទ្ធិពលជាពិសេសឈានទៅដល់ការចំនួនឡើងនៅកងកម្លាំងប្រដាប់អាវុធទី1សម្បូរហៅថាជាតិសាសន៍មនុស្សច្រើនអញ្ចឹងយើងឃើញថាកាលណាមានណាមនុស្សច្រើនមានទស្សនៈច្រើនមានការចូលចិត្តមានការពេញចិត្តមានការស្អប់មានការស្រឡាញ់ដូច្នេះហើយវាទៅបង្កើតបានជាណាតំបន់ទៅបង្កើតបានជាផ្នែកនៃមនោគមវិជ្ជាមួយសម្រាប់បំពាក់បំពន់ស្មារតីមនុស្សឲ្យនិយមឲ្យគាំទ្រឲ្យជឿជាក់ណាជាពិសេសចូលរួមនៅក្នុងក្របខ័ណ្ឌនៅក្នុងកងកម្លាំងនៅក្នុងគេហៅថារណសេរឬក៏នៅក្នុងលក្ខខណ្ឌអង្គការនៃកងកម្លាំងប្រដាប់អាវុធណាមួយដែលខ្លួនជឿជាក់ដោយឥតគេហៅថាកក្រើកនៅក្នុងបេះដូងនៅក្នុងសន្តានចិត្តនេះចំណុចទី1ដែលអាស៊ីទ្វីបអាស៊ីឧស្សាហ៍កើតសង្គ្រាមដោយឡែកចំណុចទី2ណាគឺសម្ដៅកត្តា
ភូមិសាស្ត្រនយោបាយកត្តាភូមិសាស្ត្រណាសេដ្ឋកិច្ចភូមិសាស្ត្រពាណិជ្ជកម្មគឺសម្បូរបែបនេះគឺសំដៅលើប្រទេសទាំងអស់នៅក្នុងទ្វីបអាស៊ីជាប្រទេសសម្បូរបែបដោយហៅថាធនធានធម្មជាតិនេះជាពិសេសខ្ញុំលើកណាជារួមសំបីតែនៅក្នុងប្រទេសណាតំបន់អាស៊ីអាគ្នេយ៍មានកម្ពុជាមានឡាវថៃវៀតណាមនេះជាដើមជាប្រទេសសម្បូរដោយរ៉ែណាមានធម្មជាតិពាក្យថាធម្មជាតិវាមានច្រើនទម្រង់ណាមានធម្មជាតិលើគោកមានធម្មជាតិក្នុងទឹកទន្លេក្នុងទឹកសមុទ្រលើអាកាសមានធម្មជាតិនៅក្រោមដីបាទធម្មជាតិទាំងអស់នេះវាជាណាកត្តាមួយដែលជំរុញឲ្យកំណើនសេដ្ឋកិច្ចមានសន្ទុះនាំឲ្យកំណើនសេដ្ឋកិច្ចមានចរន្តល្អដែលជាហេតុនាំធ្វើឲ្យប្រទេសផ្សេងមានការប៉ុនប៉ងមានការចង់បានជាពិសេសណាដោយការសហការក្នុងការទិញកម្រិតតម្លៃថោកឬក៏ក្នុងការវិនិយោគលក្ខខណ្ឌកម្រិតនៃតម្លៃវិនិយោគទាបណាមួយជាដើមនេះជាចំណុចទី2ចំណុចទី3ប្រទេសច្រើនណាខ្ញុំលើកអំបញ្ញមិញនៅក្នុងទ្វីបអាស៊ីនេះមានរហូតដល់48ប្រទេសដោយឡែកយើងនិយាយជារួមគ្រប់ប្រទេសទាំងអស់ទាំង48ប្រទេសនៅក្នុងទ្វីបអាស៊ីនេះខ្ញុំនៅតែមិនទាន់ឃើញប្រទេសណាមួយណាជាពិសេសមានព្រំដែនបង្គោលខណ្ឌសីមាឲ្យច្បាស់ឲ្យជាក់ឲ្យប្រកាសថាខ្លួនប្រទេសខ្លួនមានវិសាលភាពមានសមត្ថកិច្ចក្នុងការការពារកសាងព្រំដែនរបស់ខ្លួនដោយខ្សែបន្ទាត់ដោយរបងសីមាឬបង្គោលឬក៏បន្លាលួសធ្វើជារនាំងឬក៏អ្វីផ្សេងបាននៅឡើយទេធ្វើមិនបានដូច្នេះហើយវាជាហេតុមួយណានាំឲ្យមានការប្រកាន់មាំជាពិសេសតំបន់ទាំងឡាយដែលប្រជាពលរដ្ឋនៅឆ្ងាយណាហើយជាទឹកដីនៃប្រទេសមួយដែលខ្លួនប្រកាន់ថាជារបស់ខ្លួនហើយប្រទេសជាប់របងមួយផ្សេងទៀតក៏ប្រកាន់ថាជារបស់ខ្លួនហើយប្រទេសមួយផ្សេងទៀតនេះបើឧទាហរណ៍ព្រំដែននៃប្រទេស2ជាប់គ្នាឬប្រទេស3ជាប់គ្នាវាជាមូលហេតុកត្តានាំឲ្យទាមទារនៅលក្ខខណ្ឌដីទាមទារនៅចំណែកដីជាកម្មសិទ្ធិរបស់ប្រទេសខ្លួនណាហើយប្រទេសផ្សេងទៀតបានកំណត់សម្គាល់បង្គោលសីមាថាជាណាទឹកដីរបស់ខ្លួនកត្តាដណ្ដើមកត្តាវាទីកត្តាទន្ទ្រានការរំលោភណាដោយមិនមានសេចក្តីអៀនខ្មាស់ហើយគួបផ្សំជាមួយនឹងការខ្វះនៅសមត្ថភាពណាក្នុងការធ្វើរបងក្នុងការធ្វើបង្គោលខណ្ឌសីមាក្នុងការសហការពារដូច្នេះហើយទើបបញ្ហាជាពិសេសស្ដីអំពីព្រំដែននេះឯងកើតឡើងជារឿយបាទមិនថាតែទ្វីបអាស៊ីក៏កំពុងតែកើតមានបាទជាឧទាហរណ៍ណារវាងប្រទេសថៃជាមួយកម្ពុជាថ្មីនេះបានទន្ទ្រានវាទីណាដោយប្រើកងកម្លាំងប្រដាប់អាវុធបាញ់ផ្លោកព្រមទាំងយន្តហោះណាចម្បាំងជាដើមទម្លាក់គ្រាប់រហូតដល់បំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធវត្តអារាមជាទីសក្ការៈរបស់ប្រជាជនខ្មែរឲ្យខ្ទេចខ្ទាំជាដើមរួមផ្សំជាមួយនឹងហៅថាប្រាង្គណាប្រាសាទព្រះវិហារដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោកណាក៏បានទទួលស្គាល់ដោយអង្គការ UNESCO ជាដើមក៏នៅតែបំពេញបានហើយជាងនឹងទៅទៀតថៃក៏មានចំនួនជាមួយនឹងប្រទេសភូមាមានចំនួនជាមួយនឹងប្រទេស
ម៉ាឡេស៊ីណាហើយប្រទេសផ្សេងទៀតនៅក្នុងតំបន់ដូចជាហ្វីលីពីនដូចជាវៀតណាមណាដូចជាចិនក៏កំពុងតែមានបញ្ហាប្រេះឆាជាពិសេសទៅលើសមុទ្រចិនខាងត្បូងហើយជាងនឹងទៅទៀតចិនជាមួយនឹងវៀតណាមនេះក៏ពិបាកក្នុងការមើលមុខគ្នាជាពិសេសនៅតំបន់ព្រំដែនមួយចំនួនហើយព្រំដែនខ្លះទៀតរវាងនៃប្រទេសចិនហើយនិងប្រទេសណាវៀតណាមក៏បានធ្វើជាបន្លាលួសណាធ្វើជារនាំងមើលទៅហាក់បីដូចជាមិនមានអ្វីចូលចុះក៏ប៉ុន្តែបញ្ហាព្រំដែននៅតែកើតមានជាមួយគ្នារឿយនេះខ្ញុំលើកឧទាហរណ៍តែប្រទេសនៅក្នុងទ្វីបអាស៊ីតែប៉ែកអាស៊ីអាគ្នេយ៍មួយប៉ុណ្ណេះយើងឃើញថាមានបញ្ហាស្ដីអំពីព្រំដែនចាក់ស្រេះស្ទើរតែគ្រប់ប្រទេសទៅហើយចុះទម្រាំប្រទេស30ជាងទៀតតើមានបញ្ហាព្រំដែនធំធេងយ៉ាងណាទៅចាក់ស្រេះតាំងពីស្រៀកជាសតវត្សណាមកទៅមិនច្បាស់អំពីប្រវត្តិសាស្ត្រមិនច្បាស់អំពីព្រំដែនដូច្នេះហើយទើបឲ្យប្រទេសទាំងអស់មានបញ្ហាចំនួនគ្នានឹងគ្នាជាពិសេសនៅពេលដែលខ្លួនមានសមត្ថភាពជាងប្រទេសមួយទៀតស្ដីអំពីសមត្ថភាពយោធាស្ដីអំពីសមត្ថភាពសេដ្ឋកិច្ចស្ដីអំពីសមត្ថភាពធនធានមនុស្សអាចក្រឡៃអាចណាចេះសម្ដែងអ្វីផ្សេងបានខ្លួនចាប់ផ្ដើមវាទីធ្វើអាណានិគមឬក៏បំពាក់មនោគមវិជ្ជាផ្សេងដើម្បីលេបត្របាក់នៅទឹកដីដែលជារបស់គេធ្វើជារបស់ខ្លួនជាដើមខ្ញុំគិតថាឲ្យតែមានបញ្ហាវាទីទឹកដីឬក៏វាទីតាមបណ្ដាព្រំដែនរវាងប្រទេសមួយនិងប្រទេសមួយដូច្នេះខ្ញុំគិតថាមិនយូរនឹងឆាប់ទេសង្គ្រាមលោកទី3អាចនឹងកើតមានឡើងជាដរាបលើកណាតែយើងមិនមានហៅថាការទន្ទ្រានវាទីជាពិសេសការគ្រប់គ្រងដឹកនាំនៃប្រទេសនីមួយប្រកាន់ខ្ជាប់នៅកត្តាឯករាជ្យកត្តាមនុស្សធម៌មโนសញ្ចេតនាភាពតរភាពស្រឡាញ់គ្នាដូចជាប្អូនដូចជាបងទោះមិនកើតនៅក្នុងប្រទេសតែមួយទោះមិនកើតនៅក្នុងជាតិតែមួយមិនកើតនៅក្នុងសាសតែមួយមិនប្រកាន់យកសាសនាដូចគ្នាហើយមានក្រមសីលធម៌រស់នៅដូចគ្នាខ្ញុំជឿថាប្រទេសទូទាំងពិភពលោកមិនថាតែតំបន់អាស៊ីទេគឺមានសុខសុវត្ថិភាពដូចគ្នាទាំងអស់នេះជាចំណុចទី4ចំណុចទី5គឺជាកត្តាសំខាន់នៅក្នុងតំបន់អាស៊ីទ្វីបអាស៊ីយើងនេះជាពិសេសគេហៅថាចគុលស្ដីអំពីវប្បធម៌ប្រពៃណីហើយនិងសាសនាយើងក្រឡេកមើលមែនតែនទៅនៅក្នុងទ្វីបអាស៊ីសាសនាច្រើនជាងគេជាពិសេសនៅប៉ែកផ្នែកអាស៊ីផ្នែកកណ្ដាលអាស៊ីផ្នែកមជ្ឈិមបូព៌ាអាស៊ីផ្នែកខាងត្បូងជាដើមនេះយើងឃើញថាសម្បូរវប្បធម៌សម្បូរប្រពៃណីសម្បូរនៅគេហៅថាជំនឿនិកាយនៃសាសនាហើយខ្ញុំលើកតែឧទាហរណ៍តែចំណុចរសើបទេព្រោះខ្ញុំភ្ជាប់ជាមួយនឹងអាហ្វហ្គានីស្ថានជាមួយនឹងប៉ាគីស្ថានដែលឡែកប៉ាគីស្ថានក៏ជាអ៊ីស្លាមសាសនាហើយអាហ្វហ្គានីស្ថានក៏សាសនាគ្រាន់តែប្រទេសប៉ាគីស្ថានកាន់សាសនាបែបមួយផ្សេងនិកាយបែបមួយផ្សេងហើយក្រុមប្រដាប់អាវុធតាលីប័នឬក៏តាលីបង់ដែលកំពុងតែដឹកនាំកាន់កាប់ទឹកដីនៃប្រទេសអាហ្វហ្គានីស្ថាននេះក៏ប្រកាន់សាសនានិកាយនៃសាសនាអ៊ីស្លាមមួយដូច្នេះខ្ញុំគិតថាទាល់តែញាក់ទាំងអស់ហៅថាដាក់ឬក៏ទម្លាក់នៅសេចក្តីប្រកាន់មមកាលណានិកាយនីមួយណាជាការ
អប់រំជាការទូន្មានជាការព្រៀនប្រដៅសម្រាប់មនុស្សដែលជាសាសនិកគឺចង់ឲ្យមនុស្សទាំងអស់បានសុខសន្តិភាពលើកលែងតែការប្រកាន់មាំរបស់មនុស្សនីមួយៗទើបវាអត់មានសន្តិភាពនេះជាមូលហេតុនេះហើយដែលជាដើមចមដែលនាំឲ្យប្រទេសហៅថាទាំងពីរជាពិសេសប្រទេសអាហ្វហ្គានីស្ថានហើយនឹងប្រទេសប៉ាគីស្ថានប៉ះនៅហៅថាក៏ប៉ះនៅការផ្ទុះការបាញ់គ្នារវាងណាប្រទេសប៉ាគីស្ថាននិងប្រទេសអាហ្វហ្គានីស្ថានណានៅថ្ងៃសៅរ៍ទី11ខែតុលាឆ្នាំ2025រហូតមកដល់ថ្ងៃច័ន្ទទី13នេះហើយយើងឃើញថារយៈពេលនៃការប៉ះគ្នាដោយកងកម្លាំងអាវុធតាមព្រំដែនគឺនៅតែមានជាហូរហែជារឿយនៅឡើយនេះយើងឃើញថាសារបានហើយយើងសួរថាការផ្ទុះអាវុធដាក់គ្នាទៅវិញទៅមកតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរគឺប្រទេសអាហ្វហ្គានីស្ថាននិងប្រទេសប៉ាគីស្ថានដោយចោទប្រកាន់គ្នាទៅវិញទៅមកដោយឡែកយើងឃើញថាខាងអាហ្វហ្គានីស្ថានបានចោទប្រកាន់ទៅលើប៉ាគីស្ថានថាបានវាយចូលទឹកដីរបស់ខ្លួនពីកន្លែងដ៏សំខាន់ទី1គឺចោទប៉ាគីស្ថានថាបានយកយន្តហោះណាទៅទម្លាក់គ្រាប់រហូតទៅដល់ទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាននិងមួយកន្លែងហើយមួយកន្លែងទៀតបានវាយប្រហារតាមបណ្ដោយព្រំដែនដែលជាប់ប្រទេសទាំងពីរគឺប្រទេសអាហ្វហ្គានីស្ថាននិងប្រទេសប៉ាគីស្ថានដែលឡែកសម្រាប់ថ្ងៃសៅរ៍ទី11ខែតុលាឆ្នាំ2025នេះកងកម្លាំងតាលីបង់ដែលជាកងកម្លាំងរដ្ឋាភិបាលរបស់ទីក្រុងកាប៊ុលបានបើកការវាយប្រហារទ្រង់ទ្រាយធំនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរដែលបណ្ដាលឲ្យហៅថាមានអ្នកស្លាប់ទាំងសងខាងរាប់សិបនាក់ហើយអ្នករងរបួសក៏រាប់សិបនាក់ដូចគ្នាយើងឃើញថាតាមសារព័ត៌មានណាធំបានចុះរួមទាំងតាមព័ត៌មានធំរបស់ពិភពលោកបានចុះផ្សាយរួមទាំងសារព័ត៌មាន BBC CNN The Guardian ជាដើមបានផ្សព្វផ្សាយថាបណ្ដាលឲ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងសងខាងបានស្លាប់រាប់សិបនាក់ផងដែរនេះយើងឃើញថាការប៉ះគ្នាដោយកងកម្លាំងប្រដាប់អាវុធហើយយ៉ាងណាក៏មិនទាន់មានសេចក្តីបំភ្លឺថាការផ្ទុះអាវុធនេះคล้ายទៅជាសង្គ្រាមដោយពេញមុខឬក៏គ្រាន់តែជាការប៉ះដោយកងកម្លាំងប្រដាប់អាវុធតាមបណ្ដោយព្រំដែនមានរយៈពេល2ថ្ងៃឬ3ថ្ងៃដោយកាលដែលឥណ្ឌាប៉ះជាមួយនឹងប្រទេសប៉ាគីស្ថានដែលនៅតំបន់កាស្មៀរជាពិសេសតំបន់ដែលមានចំនួនរាប់សិបឆ្នាំកន្លងមកយើងឃើញថាផ្ទុះនៅថ្ងៃទី10ខែឧសភាឆ្នាំ2025ហើយបន្ទាប់មកក៏បានសម្របសម្រួលណាទាំងសងខាងឲ្យអត់ធ្មត់ហើយជាពិសេសហៅថាតាំងចិត្តក្នុងការរកដំណោះស្រាយដោយសន្តិវិធីយ៉ាងណាមិញសម្រាប់ប្រទេសអាហ្វហ្គានីស្ថានហើយនិងប៉ាគីស្ថានអាចនឹងវិលទៅរកស្ថានភាពងាកទៅរកតុចរចាគ្នាបានវិញឬក៏វិវត្តคล้ายទៅជាសង្គ្រាមនឹងគ្នា
ចឹងការបកស្រាយនិងការវិភាគអំពីកត្តាមួយចំនួនទូចដែលជាហេតុនាំឲ្យប្រទេសទាំងពីរកើតសង្គ្រាមរវាងគ្នានឹងគ្នាហើយនៅអត្ថបទក្រោយនៅការវិភាគក្រោយខ្ញុំប្រកាសណាខ្ញុំបាទនឹងលើកអំពីហៅថាប្រវត្តិនៃប្រទេសអាហ្វហ្គានីស្ថានជាពិសេសការវិវត្តមកដឹកនាំទឹកដីដោយក្រុមតាលីបង់នឹងវិញតែម្ដងហើយហេតុអ្វីបានជាប្រទេសប៉ាគីស្ថានមានការព្រួយបារម្ភក្រុមតាលីបង់ដែលវឹកហាត់ក៏ដូចជាមានជំរុំរៀនហាត់ត្រឹមត្រូវទៅវិញហើយខ្លាចបារម្ភពីសុខសន្តិភាពក្រែងលោក្រុមនេះបង្កដល់ប្រទេសខ្លួនហើយខ្លួនវាយមុនឬយ៉ាងណាចឹងសម្រាប់ការវិភាគក្រោយនេះខ្ញុំប្រកាសណាខ្ញុំបាទខ្ញុំនឹងលើកយកមកភ្ជាប់នៅការវិភាគមូលហេតុនិងកត្តាមួយចំនួនដែលនាំឲ្យកើតសង្គ្រាមនៅទ្វីបអាស៊ីជាញឹកញាប់ជារឿយៗជាពិសេសកត្តាជាហេតុនាំឲ្យប្រទេសអាហ្វហ្គានីស្ថាននិងប្រទេសប៉ាគីស្ថានប៉ះនៅកងកម្លាំងប្រដាប់អាវុធតាមព្រំដែនដែលចាប់ពីថ្ងៃសៅរ៍រហូតមកដល់ថ្ងៃច័ន្ទណាពីទី11រហូតដល់ទី13ខែតុលាឆ្នាំ2025នេះចឹងសូមអរគុណ